ធ្វើកម្មករគេត្រូវក្រោកតាំងពីម៉ោង 4 ជាងឬមួយក៏ម៉ោង 5 មួយថ្ងៃដោយសារតែយើងជាកម្មកររោងចក្រអញ្ចឹងបងប្អូនត្រូវងើកដាំបាយយកទៅធ្វើការវិចស្លវិចអីអញ្ចឹងទៅហើយត្រូវរៀបចំបាយទឹកឲ្យកូនដើម្បីគាត់ញ៉ាំហើយក៏ទៅរៀនអញ្ចឹងណាបងប្អូនអញ្ចឹងហើយត្រូវក្រោកតាំងពីយប់បើអត់ធ្វើអញ្ចឹងទេគឺអត់ទាន់ម៉ោងទេបងប្អូនយើងធ្វើការរោងចក្រអញ្ចឹងត្រូវចូលម៉ោង 7 ព្រឹកហើយនៅដាំបាយរៀបចំម្ហូបអាហារយកទៅធ្វើការទៀតអញ្ចឹងវារៀងជ្រុលម៉ោងណាអញ្ចឹងហើយយើងត្រូវតែក្រោកតាំងពីម៉ោង 4 ជាង 7:05 អីអញ្ចឹងទៅបងប្អូនតែពេលខ្លះក៏គេរៀងជ្រុលអញ្ចឹងទៅរៀងយឺតម៉ោងពិបាកជិះណាតាមផ្លូវគឺចង្អៀតណាហើយបើយើងអត់ងើកដាំបាយធ្វើម្ហូបទៅខ្លួនឯងទេបងប្អូនអើយគឺទិញគេយើងចំណាយអស់ច្រើនណាស់ហើយចំណូលយើងទិញអញ្ចឹងយើងអាចត្រូវយកលុយនឹងទៅទិញអីគ្រប់សពបែបយ៉ាងអីទេបងប្អូនពេលខ្លះយើងទិញមកទុកហើយយើងត្រូវរៀបចំងើកស្លដាំដើម្បីចាយជាចំណែកមានកូនមានម៉ាយអីចឹងទៅហើយខ្ញុំរៀបចំរួចរាល់អញ្ចឹងខ្ញុំត្រូវជូនកូនបើខ្ញុំឆ្លងថ្នល់ដើម្បីឲ្យគាត់ទៅរៀនហើយផ្លូវហ្នឹងតើទៅជូនឆ្លងថ្នល់បងប្អូនដោយសារម៉ូតូជិះច្រើនណាស់ហើយខ្ញុំត្រូវមកដល់កន្លែងធ្វើការឲ្យរៀងលឿនដែរដោយសារតែនៅកន្លែងធ្វើការខ្ញុំគេប្រជុំជិះរៀងមកព្រឹកអញ្ចឹងបងប្អូនគេប្រជុំមុនម៉ោង 7 អញ្ចឹងហើយយើងត្រូវមកឲ្យលឿនបើយើងមកយឺតអីផ្លូវអីក៏វាពិបាកជិះដែរហើយបើយើងយឺតពេលប្រជុំអីអញ្ចឹងគេប្រជុំស្ដីបន្ទោសឲ្យយើងអីអញ្ចឹងទៅដោយសារតាគេតម្រូវឲ្យយើងមកប្រជុំមុនម៉ោង 7 ព្រឹកអញ្ចឹងណាម៉ោង 6:45 ម៉ោង 6:55 អីអញ្ចឹងគឺគេចាប់ផ្ដើមប្រជុំហើយអញ្ចឹងយើងត្រូវមកប្រជុំឲ្យលឿនឲ្យតាន់គេអញ្ចឹងណាបងប្អូនយើងយឺតយូរម្ដងអីក៏មិនអីដែរប៉ុន្តែបើយើងយឺតយូររាល់ថ្ងៃអីចឹងគាត់ស្ដីឲ្យដែរអញ្ចឹងណាដោយសារតែមានអ្នកមកមុនគេឈរចាំយើងចឹងហើយយើងត្រូវមកឲ្យតាន់ម៉ោងគេប្រជុំអីអញ្ចឹងណាបងប្អូនហើយរោងចក្រហ្នឹងគេប្រជុំអញ្ចឹងរាប់ព្រឹកអញ្ចឹងណាជាទម្លាប់គេប្រជុំអញ្ចឹងប្រាប់កូនចៅរឿងដេរចំនួនឲ្យចេញរឿងដេរឲ្យស្អាតអីអញ្ចឹងទៅរៀងយើងទៅបន្ទប់ទឹកយូរអីអញ្ចឹងគេប្រជុំអញ្ចឹងជារៀងរាល់ថ្ងៃអញ្ចឹងណាបងប្អូនអញ្ចឹងហើយយើងត្រូវមកឲ្យលឿនមកឲ្យតាន់គេប្រជុំអញ្ចឹងទៅបើមកអត់តាន់ទេខ្លាចគេស្ដីឲ្យតែទម្លាប់ខ្ញុំមិនដែរមកយឺតទេមកធ្វើការមួយគឺកម្រមកយឺតណាបងប្អូនឌូត្រាតាមម៉ូតូធ្លាយអីអញ្ចឹងទៅបើមិនអញ្ចឹងទេគឺខ្ញុំមិនដែរមកយឺតទេពីច្រើនខ្ញុំមកលឿនណាពេលខ្លះខ្ញុំមកតាំងពីមនុស្សអត់តាន់មកច្រើនអីមកម្នាក់ពីរនាក់អីក៏មានដែរតែឥឡូវខ្ញុំរវល់ច្រើនដែរអញ្ចឹងណាចឹងហើយខ្ញុំមកដែរបានលឿនដូចមុនទេប៉ុន្តែនៅតែលឿនជាងគេដែរហ្នឹងបងប្អូនខ្ញុំដែរយឺតម៉ោងទេអានឹងជាទម្លាប់របស់ខ្ញុំហ្មងយឺតអីក៏យឺតតិចតួចលក្ខណៈថាអត់តដល់ម៉ោងអីចឹងអានឹងខ្ញុំហៅតែយឺតហើយបងប្អូនព្រោះទម្លាប់ខ្ញុំតែងតែមកលឿនហើយយើងមកលឿនអញ្ចឹងក៏ស្រួលជិះតាមផ្លូវអីដែរបើមកយឺតតាមផ្លូវអីគឺចង្អៀតណាបងប្អូនអើយគឺបាក់ជិះមែនតើចឹងហើយយើងត្រូវមកឲ្យលឿនដែរអញ្ចឹងណាព្រោះឯម៉ូតូខ្លះពួកគាត់បើកបញ្ញាប់មែនតើគាត់បើកសុទ្ធយកជួនកាលប៉ះយើងប៉ះគេអីផ្សេងអញ្ចឹងក៏មានដែរបងប្អូន